ចាជំរាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះមិនខុសពីថ្ងៃមុនទេចាគឺបង្ហាញជូននៅពុកម៉ែបងប្អូនពីប្រាសាទបុរាណខ្មែរយើងចាដែលស្ថិតនៅភូមិកោះកេរឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារចាប្រាសាទនេះគឺមានរូបរាងមិនខុសពីប្រាសាទអណ្ដូងគុកនិងប្រាសាទថ្នឹងនោះទេចាគឺមានរូបរាងដូចគ្នាសាងសង់អំពីថ្មភក់ចាមានតួប្រាង្គតែមួយទេចាបែរមុខទៅទិសខាងលិចហើយប្រាសាទនេះដែរគឺកសាងឡើងដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈប្រាសាទនេះគឺកសាងឡើងនៅសតវត្សទី10ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី4ចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនមកទស្សនានៅជុំវិញនៃប្រាង្គប្រាសាទទាំងអស់គ្នាចានៅថ្ងៃដែលនាងខ្ញុំមកទស្សនាប្រាសាទនេះគឺនៅក្នុងចាខែ3ចាគឺខែប្រាំងមិនមានភ្លៀងហើយនៅជុំវិញនៃប្រាង្គប្រាសាទគឺមានដើមឈើដុះជាច្រើនប៉ុន្តែបានងាប់អស់ទៅហើយចានេះគឺជាបង្ហូរទឹកមុនចាដែលគេសម្រាប់បង្ហូរទឹកមុនចេញពីខាងក្នុងហើយយើងនឹងទៅមើលនៅខាងក្នុងបន្តិចទៀតដែលមានសេវលឹងនិងទម្រដ៏ធំមួយចាសម្រាប់ធ្វើពិធីហើយនឹងបង្ហូរទឹកមុនចេញមកតាមរុនអំបញ្ញមិញនឹងមានអ្នកនៅចាំត្រង់យកទឹកមុនដើម្បីយកទៅចាប្រោះព្រំសុំសេចក្តីសុខសេចក្តីចម្រើនចាឥឡូវយើងចូលមកដល់ខាងក្នុងហើយគឺយើងឃើញថាមានជើងទម្រដ៏ធំមែនទែនពុកម៉ែបងប្អូនចាហើយនឹងមានសេវលឹងនៅខាងលើចំពោះសេវលឹងគឺរងការបាក់បែកតិចតួចទេប៉ុន្តែជើងទម្រគឺរងការបាក់បែកច្រើននេះគឺជាចង្អូរដែលសម្រាប់បង្ហូរទឹកចេញទៅខាងក្រៅចាទឹកមុនហើយទម្រនេះគឺរងការបាក់បែកអស់ច្រើនមែនទែនយើងក៏ឃើញនៅលើជើងទម្រមានចម្លាក់ដ៏ស្រស់ស្អាតនៅលើនឹងហើយនៅជ្រុងនៃជើងទម្រគឺឃើញមាននៅចាសត្វគ្រុឌចាឈោទ្រនៅគៀននៃទម្រសេវលឹងនេះចាអញ្ចឹងប្រសិនបើពុកម៉ែមានពេលវេលាចាបានមកទស្សនាប្រាសាទកោះកេរកុំភ្លេចអញ្ជើញចូលមកទស្សនាប្រាសាទបល្ល័ង្កខាងជើងនេះផងចាគឺនៅនឹងមាត់ផ្លូវមុនពេលពុកម៉ែបងប្អូនទៅដល់ប្រាសាទធំគឺប្រាសាទកោះកេរចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាសូមពុកម៉ែបងប្អូនកុំភ្លេចមកទស្សនាប្រាសាទចាបល្ល័ង្កជើងនេះផងចាពេលនេះនាងខ្ញុំក៏សូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូរបស់នាងខ្ញុំចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូ